លោកនាងកញ្ញាជាទីមេត្រីអ្នកស្រីរ៉ូណាស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅក្នុងបេសកកម្មរយៈពេល10ថ្ងៃនៅប្រទេសកម្ពុជាបានរកឃើញថាមានបញ្ហារំលោភសិទ្ធិមនុស្សក៏ដូចជាបញ្ហាសង្គមជាច្រើនផ្សេងទៀតដែលជាក្តីកង្វល់របស់អ្នកស្រីក៏ដូចជាក្តីកង្វល់របស់សហគមន៍អន្តរជាតិសូមលោកនាងទស្សនាបទសម្ភាសន៍របស់លោកលេងម៉ាលីជាមួយអ្នកស្រីដូចតទៅបាទលោកនាងជាទីមេត្រីថ្ងៃនេះយើងបានជួបសម្ភាសជាមួយអ្នកស្រីរ៉ូណាស្មីតដែលជាតំណាងនិងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាឥឡូវសូមជម្រាបសួរបាទI just want តើអ្នកស្រីបានចាប់អារម្មណ៍លើអ្វីខ្លះនៅក្នុងបេសកកម្មលើកទី3របស់អ្នកស្រីមកកម្ពុជាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សខ្ញុំនៅមិនទាន់បានបញ្ចប់បេសកកម្មខ្ញុំនៅឡើយទេខ្ញុំនឹងទាញការចាប់អារម្មណ៍របស់ខ្ញុំភាគច្រើនដាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះ Yes so you went to បាទអ្នកស្រីបានទៅចូលរួមបុណ្យបណ្ឌិតកែមលីតើអ្នកស្រីមានអារម្មណ៍យ៉ាងម៉េចដែរចំពោះឃាតកម្មនេះបាទ about the assassination of Dr. Kamlay នៅពេលដែលនរណាម្នាក់បាត់បង់ជីវិតវាតែងតែជារឿងធ្ងន់ធ្ងរបំផុតហើយនេះជារឿងដែលសោកសៅបំផុតក្នុងបេសកកម្មរហូតមកដល់ពេលនេះតើអ្នកស្រីមានបញ្ហាសិទ្ធិមនុស្សជាក់លាក់អ្វីមួយដែលគួរឲ្យព្រួយបារម្ភទេខ្ញុំគិតថាក្នុងបេសកកម្មនេះការងារខ្ញុំជាក់ស្ដែងគឺការស៊ើបអង្កេតពីបញ្ហាសិទ្ធិមនុស្សដោយផ្ទាល់ហើយឃើញមានបញ្ហានៅក្នុងវិស័យជាច្រើនដែលជាការព្រួយបារម្ភWhat about the បាទចូលរឿងវិដំមន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូគឺលោកអំសំអាតតើបញ្ហានេះអ្នកស្រីព្រួយបារម្ភហើយលើកបញ្ហានេះទៅមន្ត្រីរដ្ឋាភិបាលទេរហូតមកដល់ពេលនេះ Government official so far ខ្ញុំបានលើកពីការព្រួយបារម្ភរបស់ខ្ញុំចំពោះការប្រើហិង្សាគ្រប់រូបភាពហើយខ្ញុំបញ្ជាក់ថាវាជាការចាំបាច់ដែលអភិបាលរាជធានីភ្នំពេញសម្របសម្រួលដល់បាតុករអហិង្សាទាំងនោះខ្ញុំក៏បានគូបញ្ជាក់ថារាល់ការប្រើកម្លាំងគឺប្រើបានតែក្នុងលក្ខខណ្ឌដែលមានហេតុផលត្រឹមត្រូវសមស្របហើយការប្រើអំពើហិង្សានៅក្នុងពេលធ្វើបាតុកម្មអហិង្សាមិនអាចជាហេតុផលដោះសារត្រឹមត្រូវសោះឡើយតើអ្នកស្រីបានទទួលការឆ្លើយតបពីលោកអភិបាលវិញយ៉ាងម៉េចដែរលោកអភិបាលរាជធានីទទួលស្គាល់ថាការវាយដំនោះពិតជាបញ្ហាមែនហើយខ្ញុំបញ្ជាក់ពីសារៈសំខាន់ដែលអភិបាលរាជធានីនិងអាជ្ញាធរត្រូវព្យាយាមជួយសម្របសម្រួលដល់ការធ្វើបាតុកម្មឬការដង្ហែក្បួនផ្សេងៗឲ្យអាចធ្វើទៅបានwhen the human rights defender នៅពេលដែលលោកអំសំអាតដាក់ពាក្យបណ្ដឹងខាងអាជ្ញាធរថាมันមានផុសតាងគ្រប់គ្រាន់តើអ្នកស្រីគិតយ៉ាងម៉េចដែរបញ្ហានេះ witness about that so what do you think about that excuse ខ្ញុំមិនមានព័ត៌មានជាក់លាក់ពីហេតុការណ៍ដាក់ពាក្យបណ្ដឹងនឹងទេដូច្នេះខ្ញុំមិនមានយោបល់ជាក់លាក់ពីហេតុការណ៍ឬពាក្យបណ្ដឹងអីនឹងទេចាសសូមទោស Yes regarding to the ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះដែរគឺបញ្ហាដីធ្លីរ៉ាំរ៉ៃនៅភ្នំពេញហើយសកម្មជនដីធ្លីគឺអ្នកស្រីទេវ៉ានីកំពុងជាប់ពន្ធនាគារហើយអ្នកស្រីក៏បានទៅជួបគាត់ដែរតើអ្នកស្រីមានអ្វីជាការលើកទឹកចិត្តគាត់ឬបានទទួលមតិយោបល់អ្វីពីគាត់វិញទេបាទ encouragement or what do you get from her from prison I think there are many land disputes ខ្ញុំគិតថាមានចំនួនដីធ្លីច្រើនណាស់នៅប្រទេសកម្ពុជាហើយបញ្ហានេះជាបញ្ហាចម្បងនៅក្នុងទម្រង់នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជាហើយក៏ជាបញ្ហាដែលស្មុគស្មាញផងព្រោះថាវាមានរឿងពាក់ព័ន្ធច្រើននឹងបញ្ហាប័ណ្ណកម្មសិទ្ធិដីធ្លីដែលមានរឿងពាក់ព័ន្ធដល់ការផ្ដោតដីសម្បត្តិមានបញ្ហាពាក់ព័ន្ធនឹងការផ្ដោតសំណងដល់ជនដែលត្រូវបានគេដកហូតដីធ្លីដូចនេះបញ្ហាដីធ្លីនៅប្រទេសកម្ពុជាមានភាពស្មុគស្មាញដែលវាជាក់ច្បាស់ថាបានធ្វើឲ្យមានការរំលោភសិទ្ធិរបស់មនុស្សជាច្រើន Yeah but this case they ប៉ុន្តែករណីនេះសកម្មជនបានជាប់ពន្ធនាគារដោយសារតែពាក់ព័ន្ធនឹងការបង្ហាញឆន្ទៈរបស់គាត់ការពីដីតើអ្នកស្រីមានអន្តរាគមន៍អីទេក្នុងរឿងនេះ Do you have any intervention in that with the government There's many จะមានជំរឿនច្រើនណាស់ដែលបើកចំហសម្រាប់អ្នករាយការណ៍ពិសេសធ្វើអន្តរាគមន៍និងការពារករណីរបស់គាត់គឺមានទាំងយន្តការផ្លូវការនិងយន្តការមិនផ្លូវការសុទ្ធតែអាចប្រើប្រាស់បាន Okay and you also went to Om Leang កំពង់ស្ពឺ about
អ្នកស្រីក៏បានទៅជួបពលរដ្ឋអមលៀងខេត្តកំពង់ស្ពឺដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅតើអ្នកស្រីមានអ្វីដែលជាការផ្ដល់ដល់ពួកគេទេ You have for the people when you visit. I went to Kampong Speu ខ្ញុំបានទៅដល់កំពង់បានជួបពលរដ្ឋជាច្រើនដើម្បីស្វែងយល់ពីបញ្ហាក្នុងខេត្តនោះឲ្យកាន់តែប្រសើរនិងស្វែងយល់ពីចរិតឧបសគ្គនៅក្នុងការដោះស្រាយបញ្ហានេះ the challenges in resolving it. Okay. Did you get from បាទតើអ្នកស្រីទទួលបានព័ត៌មានអ្វីវិញពីខាងក្រុមហ៊ុនស្កអំពៅនោះ company? The company obviously were able ក្រុមហ៊ុន to បានពន្យល់ពីស្ថានភាពពីជ្រុងគំនិតរបស់ក្រុមហ៊ុនដែរហើយតាមមតិយោបល់នេះនៅតែជាបញ្ហាប្រឈម Okay. And what about the politics? You also went to opposition party headquarters. អ្នកស្រីបានជួបលោកកឹមសុខាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិនៅឯទីស្នាក់ការកណ្ដាលតើអ្នកស្រីឮអ្វីខ្លះពីលោកព្រោះអ្នកផ្សេងទៀតដែលជួបលោកភាគច្រើនតែងឮថាបានលើកទឹកចិត្តលោកចឹងអ្នកស្រីវិញបានពិភាក្សាអ្វីខ្លះជាមួយលោកបាទ What about you? You have discussed about what kind of thing? As I said at the time, we discussed ដូចខ្ញុំបាននិយាយអញ្ចឹងគឺពិភាក្សាជាមួយគាត់ច្រើនរឿងហើយខ្ញុំព្យាយាមយល់ឲ្យបានច្រើនពីស្ថានភាពនេះតាមមតិយោបល់របស់គាត់ហើយក៏ចង់ដឹងថាគាត់បានសុខទុក្ខយ៉ាងណាដែរនៅពេលដែលគាត់ចូលទៅស្នាក់នៅក្នុងទីស្នាក់ការអស់ជាច្រើនខែមកនេះ quarters for many months. Yeah. What តើអ្នកស្រីមានទស្សនៈយ៉ាងម៉េចដែរចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននេះ in Cambodia right now? I think undoubtedly there is a political ពីពិតជាបញ្ហានយោបាយនៅកម្ពុជាបច្ចុប្បន្ននេះប៉ុន្តែរឿងនយោបាយមិនមែនជាតួនាទីរបស់ខ្ញុំទេខ្ញុំមកអង្កេតពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះចំពោះរឿងសិទ្ធិមនុស្សវាច្បាស់ថាមានបញ្ហានៅពេលដែលមានគណៈបកនយោបាយពីរដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យដើម្បីបម្រើពួកគេតែនៅពេលបច្ចុប្បន្នពួកគេមិនធ្វើការជាមួយគ្នាក្នុងសភាដើម្បីផលប្រយោជន៍ជាតិកម្ពុជា the legislative body in order to advance the interests of Cambodians. Other people accusing different things, but ឥឡូវនេះមានអ្នកនយោបាយខ្លះនិងមនុស្សមួយចំនួនទៀតកំពុងជាប់ពន្ធនាគារដោយការចោទប្រកាន់ផ្សេងៗប៉ុន្តែមជ្ឈដ្ឋានជាច្រើនយល់ឃើញថានេះជារឿងនយោបាយហើយក៏ជារឿងរើសអើងផ្នែកនយោបាយដែរតើអ្នកស្រីនឹងដាក់ការរើសអើងនេះក្នុងរបាយការណ៍អ្នកស្រីទេ discrimination or what? Well, my report របាយការណ៍របស់ខ្ញុំនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅខែមិថុនាឆ្នាំក្រោយហើយគេនឹងយកមកជជែកពិភាក្សានៅចុងខែកញ្ញា Do you want anything to បាទតើអ្នកស្រីមានអ្វីចង់បញ្ជាក់មុនពេលបញ្ចប់កិច្ចសម្ភាសន៍នេះទេ your stand? just to say thank you very much indeed. ខ្ញុំគ្រាន់តែចង់អរគុណដែលលោកបានចំណាយពេលពិភាក្សាជាមួយខ្ញុំហើយខ្ញុំយល់ថាលោកនិងសហការីរបស់លោកផ្សេងទៀតបានជួបខ្ញុំពេលតាមដានកិច្ចប្រជុំរបស់ខ្ញុំកន្លងមក So thank you very much indeed.